រឿងពិតនៃទាហានថៃឆ្លៀនពៀនកម្ពុជាដោយតែគ្នាតែខ្មោយទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោយទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យសពទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែការចូលមកឆ្លៀនពៀនទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានឋានៈដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបន់ខ្មោយទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោយទាហានថៃម្នាក់នេះមិនមែនមានតំណែងខ្ពង់ខ្ពស់អីជាងទាហានឆ្លៀនពៀនផ្សេងទៀតនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឆ្លៀនពៀនកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់អាចកំបាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្លាចខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោយទាហានថៃម្នាក់នេះស្ថិតក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេបានចូលឆ្លៀនពៀននៅឡើយមិនទាន់បានយកទៅធ្វើបុណ្យផងទេអីចឹងហើយបានពួកមេដឹកនាំឆ្លៀនពៀនថៃប្រឹងលាក់ខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិកអធមរីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឆ្លៀនពៀនខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធនៅលើសមរភូមិនៅឡើយទាំងដែលការពិតបានបាត់អស់ពីលើផែនដីនេះទៅហើយនោះនេះហើយជារឿងពិតដ៏គួរឲ្យសង្វេគនៃពួកទាហានឆ្លៀនពៀនខ្មែរឆ្លៀនពៀនដូចតែគ្នាតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ